private cinema ណាទេមើលកូនធំដែរទៅមើលកូនធំដែរសារវាល្ងឹតទៅអត់សូវឃើញមុខគ្នាអៀនពេកពេលថ្ងៃនេះកាន់តែឡើងថាមិនស្រីយើងជាង unstable ទៅកូនចូលចិត្ត drama អីអញ្ចឹងតែខ្លះអត់ច្បាស់មើលខ្លួនឯង Jasmine no mean yes sometimes Jasmine yes អីអញ្ចឹងសង្គមប្រាប់យើងថាយុគនេះត្រូវការដល់ពេលហើយយើងឡើងសុខចិត្ត settle for អ្នកដែលយើងអត់ស្រឡាញ់ដោយសារយើងដល់ត្រូវការគ្នាស្វាគមន៍ម្ដងទៀតមកកាន់សប្តាហ៍ទី3នៃកម្មវិធី Corporate Talk Show អញ្ចឹងសម្រាប់សប្តាហ៍នេះដែរគឺជួបជាមួយនឹងនាងខ្ញុំពិសីហើយយើងមានសរសៃគ្នាយើង3នាក់ទៀតសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះកនិកាខ្ញុំគឹមឡាងខ្ញុំគឹមហេអូខេអញ្ចឹងសម្រាប់អ្នកដែលគាត់តាមដាន page យើងគាត់ប្រហែលជាដឹងថា talk show របស់យើងមាន2 episode ហើយសប្តាហ៍នេះដែរគឺជា episode ទី3ដែលប្រធានបទយើងនិយាយតាក់ទងទៅនឹងស្ត្រីហើយគ្រាន់តែចង់រំលឹកតិចដែរថាគោលបំណងរបស់យើងហ្នឹងគឺយើងធ្វើ talk show នឹងឡើងដើម្បី celebrate International Women Rights Month ហើយកាលពីសប្តាហ៍មុនគឺយើងបានទទួលការឧបត្ថម្ភធំពីដាយ៉ងហើយដូចគ្នាសប្តាហ៍នេះគឺយើងទទួលបានការឧបត្ថម្ភធំពីដាយ៉ងដែរអូខេអញ្ចឹងសប្តាហ៍មុនយើងមានប្រធានបទការងារស្ត្រីនិងការងារហើយសប្តាហ៍ទី2ស្ត្រីនិងសង្គមហើយសម្រាប់សប្តាហ៍នេះគឺ topic រៀង fun ហើយ exciting បន្តិចគឺតាក់ទងទៅនឹងស្ត្រីនិងស្នេហាតែអ្នកនេះអត់ដឹងឲ្យមានស្នេហាអត់ទេណាយ៉ានិយាយទៅអត់ដឹងថាមិនបានគេដាក់ចូលក្នុង episode នឹងដែរអញ្ចឹងព្រោះសិនអ្នក single ទាំងអស់ single តាអីគេ podcast នេះអត់ដឹងថា it's made for audience អីក៏ផងគេថាវាច្រើនអ្នក single តែមាន advice ច្រើនតែលើរឿងស្នេហាបកកែទ្រឹស្ដី coach ដល់ play អូខេតោះយើងទៅសនុយយើងមកអូខេនិយាយទៅមុននឹងចូលសំណួរទៅនឹងស្នេហាចង់សួរតិចដែរថាដោយសារតែខែហ្នឹងខែពិសេសសម្រាប់ស្ត្រីគ្នាយើងអញ្ចឹងសំណួរហ្នឹង like what are you exciting about Women Rights Day សម្រាប់ខ្ញុំមកខ្ញុំ excited about Women Rights Day ដោយសារតែវាជា reminder ការរំលឹកថាមនុស្សស្រីរបស់យើងគឺត្រូវបានមានការលើកកម្ពស់ច្រើនពីសង្គមពីមនុស្សជុំវិញខ្លួនហើយការឲ្យតម្លៃច្រើនដែរពី gender ដទៃទៀតអីចឹងទៅហើយខ្ញុំគិតថាហ្នឹងវាសំខាន់មែនតើដែលយើងគួរតែប្រារព្ធឡើងហើយ celebrate វាជារៀងរាល់ឆ្នាំបាទខ្ញុំវាពិសេសត្រង់ថាបានឈប់បាច់មកធ្វើការបាទ អូខេជាប់ឈូវិញI think I'm excited for album Ariana Grande but actually ទៅសនុហ្នឹងហ្មង like you feel like ថ្ងៃហ្នឹងគេនិយាយពីយើងចឹង you feel appreciated yeah បើសម្រាប់ខ្ញុំexcited ហ្នឹងគឺគ្រប់ហាង discount ទាំងអស់សម្រាប់មនុស្សស្រីអូយ៉ាមែនតាតែយើងមានមានទៅខែហ្នឹងទាំងអស់គឺមាន promotion ទាំងអស់អូខេ cool អូខេឥឡូវយើងចង់ topic យើងវិញ I think we should start with something here fun casual positive អញ្ចឹងណាខ្ញុំមានសំណួរមួយចង់សួរអ្នកទាំង3 like how do you like being a woman in dating nowadays វាដូចចំណុចណាខ្លះដែលយើងស្រឡាញ់តាក់ទងទៅនឹងក្នុងនាមយើងជាមនុស្សស្រីនៅក្នុងស្នេហាក្នុងបច្ចុប្បន្នឡើយខ្ញុំគិតថា one thing I like being a woman in dating ហ្នឹងគឺ maybe យើងទៅ date គេចេញលុយឲ្យfree dinner free meal អីចឹងណាI agree ហ្នឹងហើយអត់ទេតែគេហៅអ្នកផេទៅហ្នឹងហើយអ៊ុយយ៉ាងណាក៏គេគួរ pay first date ដែរតែខ្ញុំគិតអញ្ចឹងដែរខ្ញុំគិតថាមនុស្សផលបើទោះបីជានៅក្នុងអាឆាត king អីហ្នឹងភាគច្រើនមនុស្សស្រីនិយាយឯង50 ប៉ុន្តែអីដែរមនុស្សស្រី expect ដែរហ្នឹងគឺខាងផងគេ pay ដែរអូយមិន expose ណៃចាចឹងកណិកាអាចឆ្លើយបានចឹង what do you get excited
vớiសម្រាប់ខ្ញុំហ្មងខ្ញុំគិតថាអូយមិនvớiសម្រាប់ខ្ញុំហ្មងខ្ញុំគិតថាពេលដែល dating អីដែលខ្ញុំ enjoy ច្រើនជាងគេក្នុងពេលបច្ចុប្បន្នហ្នឹងគឺមានអារម្មណ៍ថាមនុស្សផុសគាត់ដឹងច្រើនពីតំណែងស្នេហាអាហ្នឹងសម្រាប់ history របស់ខ្ញុំឯង history dating របស់ខ្ញុំឯងគាត់ដឹងច្រើនពីតំណែងស្នេហាគាត់ដឹងពី love language គ្នាការសន្ទនាជាមួយគ្នាអីបានច្រើនអញ្ចឹងទៅពេលដែលយើង dating យើងទទួលបានអា affectionate ឬក៏ក្តីស្រឡាញ់ពីគាត់បានច្រើនហើយអីមួយទៀតហ្នឹងគឺអា consent ដែលយើងមានជាមួយគ្នាហ្នឹងក៏គាត់ដឹងច្បាស់ដែរអញ្ចឹងទៅមានអារម្មណ៍ថាមនុស្សខុសសម័យឥឡូវគឺគាត់មុននឹង date គ្នាអីចឹងគឺគាត់ស្វែងយល់ពីខ្លួនឯងបានច្រើនហើយក៏ពីដៃគូដែលគាត់ date ហ្នឹងបានច្រើនដែរហើយអញ្ចឹងវាធ្វើឲ្យតំណែងដែលយើងមានហ្នឹងវារៀងល្អវាមើលទៅអត់ទៅជា drama អីដែលដូចគេផុសអីច្រើនខ្ញុំមាន2ទី1គឺពេលយើងទៅ date អញ្ចឹងភាគច្រើនមនុស្សផុសគាត់អ្នកហៀបកម្រងអញ្ចឹងយើងមិនបាច់គិតច្រើនទេយើង just ទៅតាមគាត់អីចឹងទៅគេអ្នកគិតគូរថាទៅណាតទៅហើយមួយទៀតគឺភាគច្រើនពេលដែលយើងចេញ date មនុស្សផុសគាត់អ្នក ask យើង out មុនអញ្ចឹងគាត់ ask យើង out យើងនិយាយថាយើងមានសិទ្ធិក្នុងការ reject យើងមានជំរឿនហ៎យើងអត់សូវ feel the embarrassment of getting rejected ដោយសារពេលមនុស្សស្រីបើសិនជាឃើញមនុស្សផុសគាត់អត់ ask យើង out យើង get the hint ថាគេអត់ចង់ទៅក្រៅមួយយើងឯងតែពេលមនុស្សផុសគាត់ ask ហើយយើងគាត់ get rejected អីចឹងពេលយើងស្រីយើងអាចនឹងម្លងអានឹងបាន អញ្ចឹងមិនគេដល់ក៏នៅយើងនៅខូចដែរ តែខ្វះគេ សំណួរអត់ច្បាស់ដូចអ្នកផ្សេងក៏មិនដែរគាត់ថាបើសួរមក the answer ដែល pop up មួយខ្ញុំអត់មានអីគាត់ថា like យើងនៅសង្ស័យ and then somebody approach you and then saying I wanna get to know you or wanna date you ចឹង you feel ថាat least យើងនៅសង្ស័យ and then មានតែគេមក notice លើជីវិតយើងចឹង feel special in a dating scene ព្រោះបងអត់បានសំណួរហ្នឹងប្រហែលជាបងអត់បានគិតថា okay moving on to the relationship អីឯងគាត់តែនៅក្នុង dating scene yeah ខ្ញុំចង់ add ទៅ point របស់គឹមគឹមមិនតិចដែរខ្ញុំគិតថា one thing ហ្នឹងគឺឥឡូវមនុស្សស្រីយើងគាត់យើងអាចមានសិទ្ធជ្រើសរើសដៃគូឬក៏អ្នកដែលយើងស្រឡាញ់ឬក៏អ្នកដែលយើងចង់ទៅ date ជាមួយអីអញ្ចឹងបើ compare ពីសម័យមុនឥឡូវយើងមានសិទ្ធិសេរីភាពច្រើនជាងមុនអញ្ចឹងនឹងឲ្យមានជំរឿច្រើនជាងមុនបើកាលសម័យមុនអីអញ្ចឹងវាដូចចាំគេចូលទៅដឹងអីអញ្ចឹងហើយអត់ហ៊ាន reject ឪពុកម្ដាយអីចឹងណា yes ហ្នឹងហើយ from our parent story អត់ដែរជួបមុខគ្នាចូលស្ដីដឹងការបណ្ដោយ ចង់មានច្រើនទៅ date ចូលសិតទៅណា recommend places to date keep អីគេ the lulu តើនៅ first date ពេលហ្នឹងគេនាំទៅណាអញ្ចឹង ការ first ដាក់ចំណេញថៃ ដាក់ចំណេញថៃឲ្យបង ការ date មកបើសិនជាប្រាក់ហ្នឹងរបស់ខ្ញុំហ្មងភាគច្រើនខ្ញុំហ៊ានស្ដីស្អីដែរដែលសារខ្ញុំគាត់ discuss គ្នាពុកម៉ាក់គ្នា ពុកម៉ាក់គ្នាខ្ញុំមែនដោយសារតែខ្ញុំពេញចិត្តហាងកាហ្វេដោយសារតែនៅហាងកាហ្វេមានអារម្មណ៍ថាយើងដូច you can just be yourself អីចឹងហើយយើង feel មានអារម្មណ៍ថាអត់អីទេ good យើងអាចជជែកគ្នាលេងនៅនឹងញ៉ាំតែឬក៏ញ៉ាំកាហ្វេមួយគ្នាវា casual ធម្មតាហ្នឹងហើយមិនដូចនៅ private cinema ចឹងបាទដែរចឹងណែគេ first date ទៅ private cinema អត់ដឹងដែរអត់សូវដឹងដែរហ្នឹង តែខ្ញុំនិយាយបន្ថែមបន្តិចដែរចាំមូទៅបងគឹមនិងអូនគឹមសម្រាប់ខ្ញុំខ្ញុំ prefer first date នៅហាងកាហ្វេដែរព្រោះមានអារម្មណ៍ថានៅនឹងវាយើង feel safe មានសុវត្ថិភាពហើយយើង feel comfortable អញ្ចឹងហើយយើងអាចមានពេលច្រើនដើម្បីនិយាយជាមួយនឹងអ្នកដែលយើងទៅ date ហ្នឹងទៅ they like get to know each other well អីចឹងចាគឹមគឹម ខ្ញុំគិតថាខ្ញុំចូលចិត្តទៅមើលកុនដោយសារ yeah អៀនពេក you mention private cinema ណាទេទៅមើលកុនធម្មតាទៅមើលកុនធម្មតាដោយសារវាល្ងឹតទៅអត់សូវឃើញមុខគ្នាអៀនពេក
តែយើងអត់មើលមុខគ្នាចំដូចបើទៅហាងកាហ្វេអីមិនអង្គុយមើលមុខគ្នាហ្មង Okay make sense មួយយ៉ាងទេតា នោះយើងមើលកុនទេ នឹងអត់ចាំឃើញមុខគ្នាចា មិន ចឹងចាំមុខគ្នា អត់ទេលោកថាយើងចុះយើងមើលឃើញតា អូខេ មុននឹងចូលមើលអីចឹងហើយតែពេលលោកថាពេលមុននៅ coffee shop វារបៀបអង្គុយទៅមុខគ្នាហើយឡើងយូរហើយឡើងតែអីហើយឡើងត្រូវនិយាយគ្នារហូតចឹងបើពេលមាន silent អីមួយវាឡើង awkward ហ្មង Yeah I think បើពេលនៅ cinema វាយើងរបៀបយើងអាច avoid awkwardness នឹងបានដោយសារយើងកន្លែងមើលរឿងមើលអីចឹងតែ មើលហើយយើងអត់បានស្គាល់គ្នាទាំងអស់តែមានអីមួយយ៉ាងតែចំណុចនឹង it start from អីដែលគេចូលចិត្តអីអញ្ចឹងណាទីហោបើដូចជាគាត់ចិត្តមើលចឹង like and then after movie គាត់ talk about that movie at least you see the perspective possibly យ៉ាទៅណង ពាក្យខ្ញុំចូលចិត្តនិយាយ យ៉ាពេលអ្នកខ្ញុំនិយាយចិត្តនិយាយ ចឹងមិន show នឹងនិយាយថា ហើយតែមកកំណង I think the coffee one we too early for me អូ អីទៅវិញតែ ធូរប្រៃ ថាក់ ដល់ពេលអីគេខាងនេះអីគេទៅ cinema មែនតារៀងពិបាក get to know ណា first date like ទៅមើលអីផ្សេងគេត្រូវមើលមុខទៅអត់ មើលទៅចង់មើល ហើយចឹង like ចូលចិត្តញ៉ាំអីដែលសារបង like ចូលចិត្តញ៉ាំអីដើមមក and maybe dinner and then we have a little chit chat ត្រៀមមួយកែវពីរកែវអីចឹង ខ្ញុំទៅណងតាហ្នឹងក៏ទៅណងវា casually បានស្អែតហើយ រៀង fluent រៀង fluent ស្ពេលយើង tipsy អូ Okay ចោះlike red flag មកប្រហែលខ្មែរហ្នឹងថាម៉េច តុងក្រហម អាហ្នឹងគឺមាននៅក្នុងសំណួរពេលមាន តុងក្រហម តុងក្រហម អូតុងក្រហមហ្នឹងអីគេ ខ្ញុំ I can answer តែអាហ្នឹងយើងឆ្លើយតែមួយទេតែមួយបានទេកុំឲ្យខាត់ទេ តែមួយអ្នកមួយឡើយអ្នកមួយ red flag បង I think ម្នាក់ហ្នឹងអត់ respect មនុស្សដែលយើងទៅហៅ bestie របស់យើង family របស់យើងឬក៏អីដែលយើង passion about អត់ respect ហ្មងទៅហៅថាទៅហៅយើងចូលចិត្តអធិម្នាក់ហ្នឹងទៅហៅ Oh yeah instead of បើសិនគាត់ចូលចិត្ត it's fine just like listen and yeah but you don't have to talk shit about that artist នៅមកយើង yeah criticize អញ្ចឹង I think it's a big red flag របៀបថា 10 20 ល្អអញ្ចឹងអាហ្នឹងមួយហ្នឹងចូល like ខ្ទេចអស់ហ្មង like I can answer ដល់ពេលសួរ red flag ចឹងទៅខ្ញុំ អត់ឃើញទេអត់ដែរឃើញហ្មងរបៀប មើលគេ របៀបក្រហមច្រើនតែដល់ពេលខៀវរៀង2 3ទៅបាត់ក្រហមហើយ ក្រហមតែរូបបេះដូង ខ្ញុំមើលទៅដឹងថាពណ៌ក្រហមនឹងអីគេមើលខ្ញុំហ្មង maybe love bombing អូអាហ្នឹងវាយើងបាក់ធ្វើអារម្មណ៍ដែរឬយើងនិយាយអញ្ចឹងណារបៀបដូច some kind of មក showing affection ឲ្យយើងច្រើនអីចឹងទៅបាត់ខ្លួនមិន signal អីចឹងខាញ់អញ្ចឹងហើយអាហ្នឹង ទៅណាហ៎ ប៉ុន្តែយើងរៀងជក់ដែរ ដឹងគេទៅណាបើដឹងប្រាប់បង គេបោកហ្នឹងឯង ហ្នឹងហើយខ្ញុំគិតថាហ្នឹងវារៀង red flag ដែរប៉ុន្តែខ្ញុំចូលចិត្តអញ្ចឹងវិញ អីគេ ចូលគេ for me បើខ្ញុំគិតថាបាន at early stage បើម្នាក់ហ្នឹងរបៀបថានិយាយមួយមនុស្សច្រើនក្នុងពេលតែមួយនឹង big red flag ហ្មង ចាំថាណៃអត់និយាយមួយមនុស្សច្រើននឹងពេលតែមួយខ្លួនឯង យ៉ា និយាយមួយតែមនុស្សច្រើន គេចត់ដែរ អត់ទេខ្ញុំថាចង់ឯងខ្ញុំនិយាយតែមួយមនុស្សម្នាក់ក៏ចង់ reply ហងហ្មងតើមនុស្សច្រើនអីខ្ញុំ ដូចបាត់ថែណាហ្នឹងថាបងច្រើនតែមកសម្រាប់ខ្ញុំជាងគេ No អត់ទេ អ្នកសួរ អ្នកសួរគេ ខ្ញុំred flag មួយហ្នឹងគឺគាត់ត្រូវការ attention ច្រើនពេក like clingy type មកដែរឃើញ ពេលច្រើនបើ personally មកខ្ញុំត្រូវការ space ច្រើនណា
special សម្រាប់ខ្លួនឯងអញ្ចឹងមកថាបើគាត់ require ឲ្យមួយថ្ងៃត្រូវតែនិយាយទូរស័ព្ទរហូត text រហូត report រហូតទៅនេះទៅនោះអីអញ្ចឹងនឹងខ្ញុំ kind of រៀង turn off ដែរ ខ្ញុំស្ដីស្អីក្នុងចំណុចហ្នឹងដែរហើយក៏ឃើញអា red flag បងគីមនិយាយនឹងដែរក៏មានអារម្មណ៍ថានេះដែរពេលគាត់ talking with so many people ខ្ញុំគិតថាហ្នឹងវា to some people វាអត់អីទេប៉ុន្តែដល់ពេលវាកើតឡើងមកលើយើងខ្ញុំមានអារម្មណ៍ថា turn off ហ្មងខ្ញុំម្នាក់ហ្នឹងអត់ចាប់ទុកយើង priority យើង ប៉ុន្តែអាហ្នឹងបើតាមមកដឹងឥឡូវ it's define in a stage of dating too ឥឡូវនេះគឺអញ្ចឹងគេរបៀបបើសិនជាអត់មាន label ទេ គេនិយាយមួយអ្នកផ្សេងអញ្ចឹង label as long as គាត់ថត់អាហ្នឹងទេថាពីអ្នកហ្នឹង ready to commit បើម្នាក់ហ្នឹងថត់មួយអ្នកផ្សេងឬក៏អីអាហ្នឹងហៅ shit នៅក្នុង dating ទេអត់ I don't think okay អាហ្នឹង another topic about dating stage តោះឥឡូវយើង red flag ឯងសួរ green flag ដល់ green flag អ្នកសួរសុំឆ្លើយមុនគេម្ដង បើខ្ញុំនៅចិត្តអ្នកដែលគាត់respect everyone គាត់គ្រប់គេគ្រប់គ្នាខ្ញុំគិតថាគាត់មានគំនិត mindset មួយ positive ទៅលើជីវិតណាដូចគាត់ respect waiter ឬក៏អីអញ្ចឹងណាអាហ្នឹងគឺខ្ញុំទោះបីមិនក៏ដែរគឺខ្ញុំទៅហ្មងដែលលូទៅហ្មង green flag ហ្នឹងដូចពិសីមកបើសិនជា first date តាមមើលដល់អញ្ចឹង like មិនទៅ movie ហើយតែស្ដាប់អង្គុយមើលមុខគ្នាក៏ទៅកាហ្វេអង្គុយមុខគ្នាប៉ុណ្ណឹង like observe តាំងពី how they treat other people not តែយើងដូចណានិយាយមកគេចុះពីចូលហាងតើ treat អីគេសន្សំបែបម៉េចអ្នក cashier បែបម៉េចអីចឹង yeah very clean I think មួយទៀតអ្នកដែលរបៀបស្រឡាញ់សត្វហើយនៅស្រឡាញ់កូនក្មេង yes I feel like មាន psychology support មែនដែលគាត់ស្រឡាញ់សត្វស្រឡាញ់កូនក្មេងមានអារម្មណ៍ថាគាត់ gentle ជាងអ្នកដែលគាត់អត់ស្រឡាញ់អញ្ចឹងដូចថាបើសត្វហើយកូនក្មេងគាត់ស្រឡាញ់គាត់ gentle ប៉ុណ្ណឹងគាត់នឹង gentle ជាងដាក់យើងដែរអញ្ចឹង ធ្លាប់អានជួបដែរ គេ define ថាហ្នឹង like ម្នាក់ហ្នឹងត្រូវបាន raise well មកពេលដែលគាត់ចេះស្រឡាញ់សត្វ ខ្ញុំមកឃើញអាហ្នឹងដូចអូនគីមនិយាយដែរខ្ញុំហ៊ានចាប់អារម្មណ៍observe មើលអ្នកដែលគាត់ go along well with អាហ្នឹងគេហៅគេ vulnerable people ណាដូចសត្វដែលអត់ចេះនិយាយសត្វអីអញ្ចឹងទៅដែលហើយសត្វទាំងអស់ហ្នឹងក៏ចូលចិត្តគាត់ដែររបៀបអញ្ចឹងហ្មងហើយកូនក្មេងអីហ្នឹងគឺចូលចិត្តគាត់អីអញ្ចឹងហើយគាត់ taking care of them អីចឹងឬក៏មនុស្សចាស់អីចឹងអាហ្នឹងខ្ញុំហ៊ានឃើញហ៊ាន green flag ហើយមួយទៀតគឺគាត់ខ្ញុំពាក្យច្រើននៅពេលដែលមនុស្សគាត់ go along with vulnerable people ហ្នឹងខ្ញុំឃើញគាត់ហ៊ានជាមនុស្សមួយដែល considerate ច្រើន Yeah គាត់គូបានច្រើន មានអីក្រៅពីហ្នឹងឯងគេយើងតាក់ទងមួយ green flag មួយទៀត consent ជាមនុស្សមួយដែលធ្វើអីចឹងគឺគាត់check on other people opinion ឬក៏ទោះបីរឿងតូចតាចក៏ដោយក៏គាត់សួរ consent គេដែរថាមិនដែរបងអត់អីណាទៅលើរឿងហ្នឹង you okay right something អាហ្នឹង something ដែលនិយាយទូចៗហ្នឹងវាខ្ញុំមានអារម្មណ៍ថាវា affectionate ណាម្នាក់ហ្នឹងគិតសូម្បីតែរឿងតូចតាចអញ្ចឹងណាបើអ្នកផ្សេងវិញ they would ignore ហើយ implement អាហ្នឹងឯងប៉ុន្តែគឺគាត់មើលថាពេលចំណុចតូចៗអញ្ចឹងខ្ញុំគិតថាហ្នឹង very green flag យេទីហោថាបើសិនជា date អីចឹង then for sure យើងមានមិត្តភក្តិអីចឹងណាហើយ to introduce អីចឹងពេលខ្លះយើងមិនប្រកាសថាយក partner ត្រូវគ្នាមួយមិត្តភក្តិយើងទៅចឹងពេលខ្លះ partner យើងគាត់អាចសួរដែរថាcan I go like ចឹងណា like just something like that វា warming ហើយយើងក៏រៀង safe ឬក៏ yeah it's very respectful to ចុះហៅឃើញនៅ ដែលលឺគេ ដែលលឺ ចាខ្ញុំមានសំណួរមួយទៀតរបៀបដូចភាគច្រើនគេចូលចិត្តនិយាយអញ្ចឹងណាគេហៅmyth តាក់ទងនឹង woman នេះអញ្ចឹងពេលច្រើនតែគេលើកឡើងថាមនុស្សស្រីយើងរៀង unstable ឬក៏ចូលចិត្ត drama អីអញ្ចឹងតែខ្លះអត់ច្បាស់មួយខ្លួនឯង yes mean no mean yes sometimes yes mean yes អីចឹងឬក៏អារបៀបដូចធ្វើអីនឹងខ្លួនឯងអីចឹងណាអត់ communicate ឲ្យច្បាស់អីចឹងណាគិតមិនដែរយើងគិតថាមនុស្សស្រីយើងចឹងអត់
ខ្ញុំគិតថាមនុស្សប្រុសក៏ចឹងដែរ អូ អាប៊ូមីងមកញ៉ោ មនុស្សប្រុសក៏ចឹង unstable មនុស្សប្រុសខ្លះ unstable ជាងយើងទៀតប៉ុន្តែគាត់អត់សូវជា show ច្រើន គេបកែហាយ គេបកែហាយពេលខ្លះក៏បបាដែរគ្នានៅក្នុង society មួយដែលរៀងបបា express អីចឹងណាប៉ុន្តែបើថាអា miss ហ្នឹងហ្មងខ្ញុំគិតថាមនុស្សដូចគ្នាពេលខ្លះអា unstable dramatic អីហ្នឹងក៏វាកើតឡើងចំពោះមនុស្សប្រុសអីចឹងដែរ ហ្នឹងហើយ ហើយពេលខ្លះអ្នកខ្លះបបា communicate ជាងមនុស្សស្រីទៀត Yeah ខ្ញុំគិតចឹងខ្ញុំគិតថាវា it's not about women ទាំងអស់ ខ្ញុំគិតចឹងដែរវា depend ទៅលើមនុស្ស Yeah depend ទៅលើមនុស្ស មានភិកមនុស្សស្រីខ្លះក៏គាត់មិនអញ្ចឹងពេកដែរអីចឹង ដូចខ្ញុំ ដូចខ្ញុំចាមួយទៀតខ្ញុំគិតថាវាអាចតាមវ័យពេលដែលយើងនៅរៀងក្មេងបន្តិចអីចឹងទៅធម្មតាយើងរៀងimmature ចឹងទៅយើងចូលចិត្តធ្វើអីដ្រាម៉ាដល់ពេលយើងធំទៅយើងរៀងដឹងខ្លួនអីចឹងទៅយើងធ្វើជា green flag សម្រាប់គេអីចឹង That's unstable មែនណា just say yes មែន អូខេមែន ប៉ុណ្ណា ព្រោះខ្ញុំមក miss នឹងខ្ញុំទៅដល់ ខ្ញុំគិតថា yeah ប្រហែលជាអញ្ចឹងមែនunstable មែនព្រោះអីមកគិតថាជឿថាស្រីពេលដែលសួរសំណួរអីទៅអ្នកផ្សេងតែពិតមានចម្លើយហើយតែគាត់សួរហ្នឹងគាត់សួរចង់ដឹងឲ្យ partner គាត់ហ្នឹង be honest ឆ្លើយត្រូវអត់ យ៉ាហើយព្យាយាមយល់ពីយើងអត់ចង់តេស្តថាម្នាក់ហ្នឹង Yeah can be អ្នកខ្លះអញ្ចឹងមិនតែដូចខ្ញុំឯណែហើយកាត់ចា អូខេមួយទៀតខ្ញុំមានមួយទៀតគេនិយាយថាអីគេភិកច្រើនចាស់គាត់ចូលចិត្តនិយាយថាកុំរើពេកមកយកទៅអញ្ចឹងគិតយ៉ាងម៉េចដែរចំពោះការយល់ឃើញនេះចូលបកស្រាយ នេះចង់សួរដែរមិនប៉ុណ្ណាហ្មង like what is the definition of ល្មមសម្រាប់យើង Yeah អ្នកខ្លះគាត់មាន define អា definition ល្មមហ្នឹងផ្សេងអញ្ចឹងទៅតែអ្នកខ្លះវាផ្សេង based on people ដែរ I think យើងអត់គួរ settle for less ទេ ឬថា standard យើង high អូខេបើយើងម្នាក់យើងអត់អាចហៅបាន high កម្រិតហ្នឹងទេអ្នកគេគាត់អាច certify យើងបានដែរអញ្ចឹងបាច់យកហ្មងទៅគាត់ថាជាថាយកមកឲ្យយើងនៅតែអត់ពេញចិត្តម្នាក់ហ្នឹងអត់គ្រប់គ្រាន់សម្រាប់យើងអញ្ចឹងគាត់ក៏អត់សប្បាយចិត្តនឹងនៅមួយយើងក៏អត់សប្បាយចិត្តនៅមួយគាត់អញ្ចឹង Yeah support គឹម like compliment ទៅអីចឹងហើយ you have to know your standard and I still believe គេនិយាយស្អីគេ right time right person អី right time trời ha single ដល់លើ but like still there like យើងមិនឃើញអត់ចាំបាច់បខំយល់ហ្នឹងវាបើសិនជាយើងអត់ពេញចិត្តផងយើងអត់គិតថាម្នាក់ហ្នឹងគាត់នេះមួយយើងផង like what's the point of getting more responsibility វាថាយើងអត់គួរយកគំនិតរបស់អ្នកដទៃហើយយកមកធ្វើជាការសម្រេចចិត្តរបស់យើងដូចថាសង្គមប្រាប់យើងថាអាយុប៉ុណ្នេះត្រូវការដល់ពេលហើយយើងឡើងសុខចិត្ត settle for អ្នកដែលយើងអត់ស្រឡាញ់ដោយសារយើងដល់អាយុត្រូវការអញ្ចឹងខ្ញុំអត់គិតថាយើងគួរធ្វើចឹង គិតចឹងដែរ ថាអត់ដូចទៅ គិតចឹងដែរ បើខ្ញុំមានអានេះមិន perspective របស់ខ្ញុំទេណាខ្ញុំធ្លាប់ឮអាហ្នឹងគេវីដេអូ perspective គេឬក៏វីដេអូអីរបស់គេអញ្ចឹងគេនិយាយថាអា settle down ហ្នឹងវាផ្សេងហើយមួយទៀតគេ encourage យើងឲ្យ try លើវា some kind of try ពេលខ្លះយើងគិតថា oh he's not my standard he's absolutely not my standard ហ្មង but you never know ពេលយើង try ទៅ it can come out different ហ្នឹងហើយ យើងអាច oh my god តែមិនមែនអ្នកចាស់ឆ្វៃតែស្អែកហ្នឹងdate ពីរដងតែមកទឹកក្រោយកាយវាមិន something like that ទេ at least you give yourself chance yeah ហើយសិនអ្នកធ្លាប់ date ទេត្រូវអត់ តែជាអត់ដែរអង្កេតអីគេ đây ngày vậy em ngày đó để អាចកំបាំង លើវាដូចចង់សួរពី lesson learn របស់ពិសោធន៍ដែលយើងរៀនបានពី dating ពី previous relationship របស់យើងអញ្ចឹង ខ្ញុំសុំកណ្ដាស់ជឿមក អត់អីចាំចេញទៅវិញចាំទិញឲ្យហ្នឹងឯង សុំប្រកាសឲ្យ sponsor កណ្ដាស់ជូតមក អីចាប់កណ្ដាស់មកនេះខ្ញុំយំលើ cái ai vậy vậy
my lesson learn កុំវាថាយើងអាចស្រឡាញ់អ្នកផ្សេងបានទេបើសិនជាយើងអត់ស្រឡាញ់ខ្លួនឯងសិន ទី1 short and precise ទី2 ចឹងវាថាពេលដែលយើងអត់ស្រឡាញ់ខ្លួនឯងពេលដែលយើងចាំ into relationship ទៅយើង insecure ហើយវា relationship ហ្នឹងគឺវាអត់ stable វារង្គោះរង្គើវាភាព insecure របស់យើងហ្នឹងវា affect the whole affect ទាំងគេ affect ទាំង relationship ទាំងយើងខ្លួនឯងចឹងទៅ relationship ហ្នឹងវាអត់អាច work out ទេ so my lesson ហ្នឹងគឺខ្ញុំត្រូវរៀនស្រឡាញ់ខ្លួនឯងសិន yes sure again មួយទៀតif he would if he wanted to he would if he wanted to he would ថ្ងៃនៅតែពេញឯងហ្នឹងប៉ុណ្ណឹង if he wanted to he would តែយល់ហើយខ្ញុំនិយាយប៉ុណ្ណឹងធ្លាប់លឺតា មិនចាខ្ញុំមើលអីម្លងខ្ញុំចាពង្រឹងអនុស្សាវរីយ៍ចាស់ ហើយexpressing ទៅយើងមានអារម្មណ៍ថាយើង heal ហើយបើយើងហ៊ាននិយាយវាចេញមកអូ ឈប់ចាញ់បោកគេទៀត ល្មមហៀទៅវាយូរហើយមកយ៉ាងមក មើលមិនទៅវា lesson learning ច្រើនរបៀបដូចអាចថាស្តៀងអូនគីមដែរគឺរៀនស្រឡាញ់ខ្លួនឯងធ្វើមិនយើងដឹងថាម្នាក់មាន insecurity រៀងខ្លួនប៉ុន្តែកុំឲ្យអា insecurity របស់យើងហ្នឹងវា overwhelming ពេករហូតដល់យើងមើលឃើញគេល្អជាងយើងច្រើនណារបៀបដូចហើយដល់ពេលអញ្ចឹងវាធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ថា inferior អញ្ចឹងខ្ញុំគាត់ថាតែប៉ុតទៅមិនមែនគេខ្ញុំគាត់ថាពេលខ្លះវាអាចមកពីខ្លួនឯងដែលយើង insecure ច្រើនអញ្ចឹងដែរហើយអញ្ចឹងត្រូវរៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើនហើយត្រូវរៀនbuild អីគេទំនុកចិត្តឬក៏ confidence លើខ្លួនឯងហ្នឹងដែរហ្នឹងហើយអាចថាconsider ទៅលើមនុស្សដែលស្រឡាញ់យើងជាងស្រឡាញ់យើងជាងយើងស្រឡាញ់គេអូខេ I still try to ប៉ុន្តែដល់ពេលគេស្រឡាញ់ជាង ស្រឡាញ់គេdouble standard អូខេអញ្ចឹងចុងក្រោយមាន key message អីចង់ផ្ដាំផ្ញើទៅស្រីៗគ្នាយើងដែលកំពុងតាមមើល សម្រាប់ key message ហ្មងដែលខ្ញុំចង់ចែករំលែកទៅកាន់មនុស្សស្រីខ្ញុំគិតថាដំបូងយើងគួរតែថែរក្សាខ្លួនឯងឲ្យបានល្អទាំងពីបញ្ហាផ្លូវចិត្តទាំងពីសុខភាពខាងក្រៅហើយនឹងចិត្តគំនិតរបស់យើងអីចឹងដែរព្រោះអីខ្ញុំជឿថានៅពេលដែលយើងម្នាក់មានសុខភាពផ្លូវចិត្តរបស់យើងរឹងមាំប្រព័ន្ធការពារខាងក្នុងរបស់យើងរឹងមាំអីចឹងយើងអាចជួយទៅដល់មនុស្សជុំវិញខ្លួនរបស់យើងបានច្រើនវារបៀបអត់ដូច unstable ទាំងសងខាងទៅរឿងអីមួយមកបន្តិចបន្តួចវា down grade ទៅទាំងអស់ហ្មងប៉ុន្តែនៅពេលដែលយើងរៀងhealthy ខាងក្នុងអីចឹងយើងអាចជួយមនុស្សដែលយើងស្រឡាញ់បានល្អស្អីគេ quote we don't chase we attract yeah that's the manifest that's the answer to that អានឹងជា answer របស់ខ្ញុំមិនស្អីរបស់ខ្ញុំperiod ហើយហ្នឹងឯងតែប៉ុណ្្នឹងឯងហើយមួយទៀតអីដែលបន្ថែមហ្នឹងគឺអាចថាស្តៀងពិសេសដល់ពេលលើកមុននិយាយគឺហ៊ានស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកដទៃដែលកុំ put other people first ណាហ្នឹងហើយ it's okay ហ្នឹងហើយកុំឲ្យគេអស់ពេកស្រឡាញ់ខ្លួនឯងឲ្យបានច្រើនហ្នឹងហើយ my message is it's okay to make first move girls team first move yeah we should normalize that វាជារឿងធម្មតាយើងស្រីៗក៏ចេះស្រឡាញ់គេម្នាក់ឯងដែរអញ្ចឹងយើងគួរតែហ៊ាន make first move ដែរអូខេដល់ពេល first move ចឹងណាគេអ្នកភេ first move តែមាន first date អូខេអូម៉ែ first move ទៅ date ទៅអូនឯងភេទៅអត់ទេខ្ញុំចង់ឲ្យគេភេដែរទីឡើង ស្អីមកឆ្លាតចេញមើលដឹងឲ្យ message អីបើថាស្ទូចណាសម្រាប់ខ្ញុំ maybe ខ្ញុំគិតថា it's okay for women to set standard ឬក៏ boundary សម្រាប់ខ្លួនឯងនៅក្នុងទំនាក់ទំនងស្នេហាយ៉ាងវាស្ទៀងទៅកណិកាដែររបៀបដូចខ្ញុំគិតថាល្អដែរដោយសារតែយើងធ្វើអីក៏ដោយខ្ញុំគិតថាboundary សម្រាប់ខ្លួនឯងហ្នឹងវាសំខាន់មែនតើព្រោះអីមែនតើពេលខ្លះ at the end of the day យើងក៏អត់ចូលចិត្តខ្លួនឯងដែរហើយអញ្ចឹងយើងអាចហើយយើងគ្រូនៅក្នុងខ្លួនឯងតាំងពីដើមមករហូតដល់ឥឡូវមានពេលខ្លះមានចំណុចខ្លះក៏យើងនៅមានអារម្មណ៍ថាអូ
my god I'm so cringe of myself doing this អញ្ចឹងទៅទំមតែអ្នកដតីឲ្យគេមកយល់យើង 100% វាពិបាកមែនតើអញ្ចឹងគួរតែមាន boundary សម្រាប់ខ្លួនឯងហើយសម្រាប់មនុស្សដែលខ្លួនឯងស្រឡាញ់នឹងដែរហើយក៏គុំរំពឹងថាដៃគូរបស់ខ្ញុំត្រូវតែយល់ពីគាត់ 100% ដឹងរឿងគាត់គ្រប់យ៉ាងទាំងអស់ហើយគាត់ត្រូវ share ឲ្យខ្ញុំទាំងអស់យើងគួរតែ respect boundary ដៃគូរបស់យើងក៏ដូចជាយើងខ្លួនឯងដែរហើយបរិញ្ញាគ្នាទៅវិញទៅមកដោយសារតែអត្តនៈតំណងនោះវាអត់មានណាគេចេះគ្រប់សពទេអញ្ចឹងពេលដែលដៃគូរបស់យើងខ្វះត្រង់ណាខ្ញុំគិតថាការសន្ទនាជាមួយគ្នាលេងសើចក៏ដោយអីក៏ដោយប៉ុន្តែមានចំណេះដឹងនៅក្នុងនោះវាសំខាន់មែនតើបងខ្ញុំ I think the message I think my message យើងមិនទៅមិនស្អីទៅតាំងពី gender ទៅ like how to spread love ឬក៏ how to ស្រឡាញ់ឲ្យថឹមត្រូវអញ្ចឹង in short yeah អញ្ចឹងI think it revolves around that as long as ចង់ថាបើសិនជាមុននឹងស្រឡាញ់គេយើងត្រូវ make sure ថាយើង heal សិនវាថាដូចមិនចេះស្រឡាញ់ខ្លួនឯង yes yeah something like that and it's good to know all of this ហើយglow as much as you can as a woman yeah អូខេអញ្ចឹងសម្រាប់talk show របស់យើង episode ចុងក្រោយថ្ងៃនេះគឺបានមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបើសិនចង់បញ្ជាក់ផងដែរថាយើងមានពី episode មុនដែរបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានទស្សនាទេអាចចូលទៅកាន់ social media page របស់យើងហើយមើល episode 1និង episode 2ចាហើយអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាហើយកុំភ្លេចថា comment ផងបើសិនចង់បាន season ក្រោយៗឬក៏ episode ក្រោយៗយើង improve ហើយ yeah sponsor ដូចគ្នាដែរ Bye. Bye